ថ្ងៃនេះចង់បញ្យល់អំពីសុភាសិតខ្មែរយើងមែនតើទៅសុភាសិតខ្មែរយើងបរោះញាតិញោមថ្ងៃនេះអាភាពដកស្រង់សុភាសិតមួយហើយនិយាយរួមទៅប្រសិនបើមានការគ្រប់គ្រងពីញាតិញោមច្រើនទទួលបានការចាប់អារម្មណ៍ច្រើនអាភាពនឹងព្យាយាមដកស្រង់នៅសុភាសិតបុរាណរបស់ខ្មែរយើងមកបកស្រាយពន្យល់អំពីអត្ថន័យផ្សេងទាំងនៃត្រង់នៃប្រៀបធៀបសុភាសិតខ្លះមានតែនៃត្រង់ទេញាតិញោមនៃប្រៀបធៀបអត់មានទេប៉ុន្តែសុភាសិតខ្លះទៀតមានទាំងនៃត្រង់មានទាំងនៃប្រៀបធៀបជាក់ស្ដែងដូចជាសុភាសិតមួយនេះมันមាននៃប្រៀបធៀបអីច្រើនទេគឺជាទូទៅគឺនៃត្រង់ដែលយើងអាចយល់បានគ្រប់គ្នាដោយគេបានពោលថាគេខុសកំអាលអគេសាទរកំអាលអួតសុភាសិតនេះគឺជាសុភាសិតមួយដែលផ្ដោតទៅលើការអប់រំខ្លួនយើងផ្ទាល់នឹងបដ ாய் អប់រំខ្លួនឯងផ្ទាល់កុំឲ្យធ្វេសប្រហែសផ្សេងនៅក្នុងរឿងគេខុសក៏ដោយរឿងខ្លួនឯងត្រូវក៏ដោយឬក៏គេសាទរក៏ដោយអញ្ចឹងឃ្លាដំបូងដែលថាគេខុសកំអាលអជាធម្មតាដែលលោកមិនអោយយើងសាទរឬក៏ចំពោះកំហុសអ្នកដទៃនៅពេលដែលឃើញគេខុសដែលលោកពោលបែបនេះគឺចង់អប់រំយើងថាមនុស្សគ្រប់រូបសិតតែមានកំហុសដូច្នេះប្រសិនបើកាលណាយើងឃើញអ្នកដទៃធ្វើខុសយើងឃើញអ្នកដទៃនឹងធ្វើកំហុសណាមួយដោយរឿងអីមួយក៏ដោយយើងកុំទាន់អាលកុំទាន់អាសប្បាយចិត្តពីព្រោះយើងត្រូវគិតថានៅពេលហ្នឹងគិតជាអ្នកខុសហើយឧទាហរណ៍ថាថ្ងៃណាមួយយើងជាអ្នកខុសតើអ្នកដទៃហ្នឹងគេនឹងសើចចំអកមកលើយើងមិនទៅគេនឹងត្រេកអរយ៉ាងម៉េចទៅនៅពេលដែលយើងធ្វើខុសហ្នឹងអញ្ចឹងនៅក្នុងអត្ថន័យនៃសុភាសិតនេះលោកចង់ឲ្យយើងអប់រំខ្លួនឯងថាយើងក៏មានកំហុសគេក៏មានកំហុសដូច្នេះនៅពេលដែលយើងឃើញគេធ្វើខុសកុំអាលត្រូវតែជួយណែនាំឬក៏ត្រូវតែផ្ដល់មតិយោបល់ណាមួយដល់អ្នកដទៃអីចឹងទៅអប់រំជាការទូមានដោយពាក្យសម្ដីដោយពាក្យអប់រំផ្សេងជៀសវាងកំអាលនៅពេលដែលឃើញអ្នកដទៃធ្វើខុសវាជាមេរៀនមួយសម្រាប់យើងផងដែរថាឲ្យយើងចេះទប់ភាពអំណររបស់ខ្លួនឯងនៅពេលដែលឃើញអ្នកដទៃធ្វើខុសប៉ុន្តែយើងបដូរជាអំណរបដូរជាសេចក្ដីត្រេកអរនៅពេលដែលអ្នកដទៃធ្វើខុសយើងបែរជាជួយកែប្រែគ្នាឬបើអាចទេយើងអាចអប់រំខ្លួនឯងថាថ្ងៃនេះគេខុសមិនប្រកាសថាថ្ងៃក្រោយយើងមិនខុសនោះទេមនុស្សយើងតែងតែមានកំហុសដូច្នេះឃើញគេខុសកុំទាន់អាលឃ្លាទី2គេសាទរកំអាលអួតជាធម្មតាយើងឃើញហើយថាមនុស្សយើងជាទូទៅនិយមអួតពីខ្លួនឯងអួតពីសមត្ថភាពខ្លួនឯងនៅពេលដែលមានសមត្ថភាពអីមួយជាទូទៅចង់បង្ហាញអ្នកដទៃថាខ្លួនឯងខ្លាំងថាខ្លួនឯងអស្ចារ្យថាខ្លួនឯងប្រកែគ្រប់សពគ្រប់បែបគ្រប់យ៉ាងអីចឹងទៅប៉ុន្តែកុំភ្លេចថានៅពេលដែលគេសាទរយើងខ្លួនឯងផ្ទាល់នេះកុំទាន់អាលអួតពីព្រោះអំនួតអាចធ្វើឲ្យអ្នកកាន់តែធ្លាក់ដុតដាបទៅក៏ថាបានដែរពេលខ្លះគេសរសើរបន្តិចទេប៉ុន្តែដោយអំនួតដោយភាពអួតក្អេងក្អាងរបស់ខ្លួនឯងទៅជាលើកខ្លួនឯងនឹងវាខ្ពស់ខ្លាំងពេកទៅជាលើកខ្លួនឯងនឹងវាអស្ចារ្យខ្លាំងពេកនិយាយប្រាប់គេពីនេះពីនោះអារឿងដែលមិនត្រូវប្រាប់គេផងត្រូវតែប្រាប់គេដោយសារពាក្យសរសើររបស់អ្នកដទៃហ្នឹងអាហ្នឹងឯងជារឿងគ្រោះថ្នាក់មែនទែនបងជារឿងដែលយើងគួរតែទប់កំហឹងខ្លួនឯងព្យាយាមធ្វើយ៉ាងណាក៏ដោយកុំអួតព្រោះតែគេសាទរអាចមានបំណង2បំណងទី1គេត្រេកអរជាមួយយើងមែនទែនហើយបំណងទី2វាអាចជាការសាទរបែបបញ្ជុំសោកមកលើយើងជាដើមដូច្នេះយើងមិនដឹងពីគោលបំណងនៃការសាទររបស់គេទេយើងគួរប្រុងប្រយ័ត្ននៅពាក្យសរសើរអាចធ្វើឲ្យយើងស្លាប់បានមនុស្សអាចស្លាប់ដោយសារពាក្យបញ្ជូអាចស្លាប់ដោយសារពាក្យសរសើរពាក្យសាទររបស់អ្នកដទៃដូច្នេះយើងត្រូវរៀនទប់លំនឹងចិត្តខ្លួនឯងគឺធ្វើយ៉ាងណាក៏ដោយព្យាយាមកុំឲ្យចិត្តរបស់ខ្លួនឯងនឹងជ្រួលជ្រើមខ្លាំងនៅពេលដែលគេសរសើរមនុស្សខ្លះងឹបដោយសារពាក្យសរសើរ
អញ្ចឹងជារួមនៅក្នុងអត្ថន័យនៃសុភាសិតមួយនេះគេខុសកំអាលអចង់បញ្ជាក់ប្រាប់ថានរណាក៏មានកំហុសដែរដូច្នេះព្យាយាមកុំអាលអនៅពេលដែលឃើញអ្នកដទៃធ្វើខុសនៅពេលដែលឃើញអ្នកដទៃធ្វើរឿងមិនគប្បីប៉ុន្តែត្រូវរៀនអប់រំចិត្តខ្លួនឯងមកវិញថាថ្ងៃនេះគេធ្វើខុសយើងអាចថាពេលណាមួយយើងក៏ជាមនុស្សដែលធ្វើខុសផងដែរត្រូវចេះប្រុងប្រយ័ត្នចំពោះឥរិយាបថរបស់ខ្លួនឯងឃ្លាទី2ជារួមគឺគេសាទរកំអាលអួតត្រូវប្រុងប្រយ័ត្នពីរឿងគេសាទរការសរសើររបស់អ្នកដទៃក៏អាចធ្វើឲ្យយើងនឹងស្លាប់ក៏បានដែរមនុស្សខ្លះស្លាប់ដោយសារតែពាក្យសរសើរពាក្យសាទររបស់អ្នកដទៃពាក្យបញ្ជូររបស់អ្នកដទៃអញ្ចឹងបាននៅក្នុងនឹងភាពចែកអំពីការសាទរឬក៏ការសរសើរនេះវាមាន2ចំណុចចំណុចទី1តកតងមួយការសរសើរដែរសរសើរដោយចិត្តស្មោះសរសើរដោយអស់ពីចិត្តអីចឹងទៅដោយភាពស្រឡាញ់ដោយការរាប់អានមែនទេអីចឹងទៅឬក៏ដោយការពេញចិត្តមែនទេនេះប៉ុន្តែពាក្យសរសើរខ្លះកើតចេញអំពីការច្រណែនប៉ុន្តែធ្វើម៉េចគេល្អជាងហើយត្រូវសរសើរទៅប៉ុន្តែក្នុងចិត្តនឹងមិនបានដូចអ្វីដែលនិយាយនោះទេការសរសើរបែបនេះត្រូវប្រុងប្រយ័ត្នពីព្រោះអីមនុស្សបែបហ្នឹងបញ្ជូរយើងទាល់តែយើងអាចស្លាប់ដល់ជីវិតហ្នឹងក៏ថាបានដែរអញ្ចឹងត្រូវប្រុងប្រយ័ត្នសុភាសិតខ្មែរមានអត្ថន័យអប់រំល្អណាស់នៅក្នុងទីនេះគឺជាន័យត្រង់ហើយក៏ជាទូទៅមិនមានន័យប្រៀបធៀបអីច្រើនទេចំពោះសុភាសិតមួយនេះសូមអរគុណ